nơi khẳng lơ níประสนบ่บองប្អូនមើលក្នុងវីដេអូផ្ទាល់មួយនេះជាទូទៅគឺយើងមើលឃើញថាតម្រងរបស់វាហាក់បីដូចជាស្រដៀងគ្នាមែនទេបងប្អូនអរគ្នាបាទឥឡូវនេះគឺខ្ញុំនឹងធ្វើការសាកតំណែងមួយនៅលើដងខ្លួនដើម្បីបងប្អូនយើងបានឃើញជាមួយនឹងភាពខុសប្លែកគ្នាយ៉ាងណាបាទអាវធំពីខ្ញុំមកវិញគឺខ្ញុំចង់ជំរាបបងប្អូនថារាល់ពេលដែលបងប្អូនទិញអាវធំពិសេសគឺប្រភេទការ៉ូបាទប្រភេទការ៉ូគឺចាំបាច់មែនតើដែលបងប្អូនអត់ដឹងគឺយើងប្រើបែបហ្នឹងទៅគេគ្រាន់តែមើលមកគេដឹងថាអូជាងនេះឬក៏តំណែងដែលបងប្រើលើឈុតមួយនេះគឺមិនសូវស្អាតនោះទេដោយសារតែថានេះផ្ទៃការ៉ូនេះវាត្រូវតែជុលគ្នាណាវាកាឡាហ្នឹងគឺត្រូវតែជុលគ្នាទៅលើក្រមអីចឹងណាបងប្អូនណាបាទហើយចំពោះផ្នែកខាងក្នុងអាចនិយាយបានថាវាជារឿងមួយដែលចាំបាច់ផងដែរនៅពេលដែលបងប្អូនប្រើបាទសម្រាប់អាវខាងខ្ញុំនេះយើងបំពាក់ជាមួយតំណប់មួយដែលថាជាតំណប់ខ្យល់ហើយសភាពរបស់គេមានសភាពយូរតិចតែបងប្អូនទាំងអស់គ្នាស្រួលប្រើបាទប្រើទៅមានអារម្មណ៍មួយថាវាអត់មានអារម្មណ៍បែបណាគេហៅអារម្មណ៍ធុញថប់បាទបងប្អូនទាំងអស់គ្នាពេលខ្លះស្អាតយ៉ាងណាក៏ដោយប៉ុន្តែបើយើងប្រើទៅមានអារម្មណ៍អូលុបដៃទៅដូចមិនអញ្ចឹងណាបាទអូខេបងប្អូនអញ្ចឹងវីដេអូមួយហ្នឹងគឺខ្ញុំនឹងយកម៉ូដផ្សេងទៀតបងជួយយកម៉ូដថ្មីនេះបាទអូខេមកនេះណាបាទបងប្អូននៅកន្លែងនេះការ design របស់យើងគឺយើងបានឃ្វាដោយបងប្អូនបានឃើញអញ្ចឹងណាហើយមាន mark brand អីចឹងទៅកន្លែងនេះគឺយើងមានកម្របកប៉ាវបាទអានេះគឺកប៉ាវខាងឆ្វេងគឺកប៉ាវមួយដ៏សំខាន់បងប្អូនធ្លាប់ឃើញនៅលើបណ្ដាញសង្គមឬក៏វីដេអូណានៅពេលដែលតួប្រុសយកចិញ្ចៀនទៅជូនតួស្រីគឺគេស្រែនេះមានកម្របបាទសុវត្ថិភាពដកមកអូបងប្អូនណាបាទហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងការប្រើអាវធំពីខ្ញុំមកវិញនេះមិនមែនណាបើសិនជាគាត់នៅក្មេងៗវ័យគាត់ក្មេងៗណាអត់និយាយលេងទេនិយាយមែនតើណានេះគឺជាអ្វីដែលខ្ញុំបានយល់ហើយក៏បានឃើញវីដេអូយ៉ាងច្រើនគាត់នៅក្មេងៗគាត់លេងជួនកាលទៅនេះឡែវនឹងអត់ដល់ប៉ុណ្ណឹងផងត្រឹមប៉ុណ្ណេះក៏គាត់ប្រើដែរបាទប៉ុន្តែបើសិនជាបងប្អូនស្ថិតនៅក្នុងវ័យកណ្ដាលបាទដូចវ័យដូចខ្ញុំអញ្ចឹងណាចូល40ក្រាស់50អញ្ចឹងបងប្អូនអរគ្នាការប្រើប្រាស់គឺត្រូវតែមកចត់តិចបាទមកចត់តិចព្រោះថាវ័យយើងនេះគឺជាវ័យមួយគេហៅថាវ័យអាចនឹងជួបជាមួយនឹងបាទអ្នកតូចអ្នកធំបាទនិយាយភាសាខ្មែរណាជួបជាមួយម្ចាស់អាជីវកម្មអីផ្សេងទៀតអញ្ចឹងហើយការស្លៀកពាក់គេគ្រាន់តែមើលមកយើងមកក៏គេអាចដឹងថាអូគ្រាន់តែរៀបចំខ្លួនមកគឺអែមតែម្ដងហើយអញ្ចឹងសម្រាប់បងអាចថាមានចន្លោះព្រោះធម្មតាពេលណាដែលខ្ញុំនិយាយភាសានេះមិនមែនថាខ្ញុំនឹងវាណាស់ណានោះទេអូខេយើងរកអីយើងបកកែហ្នឹងយើងរកអីយើងស៊ាំហ្នឹងឯងមែនទេបងប្អូនបាទអញ្ចឹងពេលដែលបងប្អូនលើកអាវឡែវមួយណាជាមួយបងប្អូនទាំងអស់គ្នាអត់សូវមានក្បាលពោះដូចខ្ញុំហ្នឹងមានតិចតួចបាទមានតិចតួចខ្ញុំប្រឹងទៀតអូខេណាបាទមានតិចតួចប៉ុណ្ណឹងអាហ្នឹងប្រឹងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវមើលជាមួយរងដៃរបស់យើងចុងដៃនេះគឺជារឿងមួយសំខាន់ណាស់តែអាកន្លែងនេះអាកន្លែងដែលវាជ្រាវជ្រួញតិចតួចនេះវាតាមអិយាបថយើងទេខ្ញុំដាក់ដៃមកអញ្ចឹងគឺធម្មតាអាហ្នឹងគឺសាច់កណាត់បែបណាតម្លៃប៉ុណ្ណាក៏វាត្រូវតែអញ្ចឹងដែរណាហើយមកដល់កន្លែងហ្នឹងគឺមិនមែនប្រើអាវធំមកមានបងខ្លះទៀតក៏ប្រើអាវធំក៏ពាក់ចូលខ្លួនមកគាត់មិនមែនទៅលើកអាំងទះណាបងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងនៅក្នុងករណីមួយដែលថាយើងប្រើជាទូទៅពីអ្នកលក់មកវិញគឺបងបិទឡែវធ្វើយ៉ាងណាកុំឲ្យវាទូចពេកពេលណាដែលទូចពេកកន្លែងនេះវាអាចចេញបែបរៀង X ចឹងណាហើយតែចេញរៀង X ចឹងហើយជិះមិនផុតទេបងសាក់លបងមើលទៅបាទកអាវយើងនឹងប៉ោងឡើងអានឹងគឺស្ទើរទំហំហើយកន្លែងហ្នឹងទៀតគឺធ្វើឲ្យបងពិបាកកន្លែងនេះគឺត្រូវតែកពិតខ្លាំងតែម្ដងអញ្ចឹងពេលដែលបងប្អូនប្រើស្រួលខ្លួនគឺបែបនេះហើយសួរថាឡែវមួយហ្នឹងបិទឡែវពេលណាបើកឡែវពេលណាបើកពេលណាស្រេចតែបងទៅបិទពេលណាក៏ស្រេចតែបងដែរណាប៉ុន្តែបើពីអ្នកលក់ទៅវិញពេលដែលបងប្អូនប្រើនៅក្នុងកម្មវិធីយើងនិយាយថាជាផ្លូវការបែប protocol បងប្អូនទាំងអស់គ្នាគឺយើងមិនចឹងមែនទេបងប្អូនណាបាទចឹងហើយគឺជាការគួសមមួយតែម្ដងតែពេលដែលបងចូលក្នុងកម្មវិធីដូចថា birthday ឬក៏អូខេកម្មវិធីហ្នឹងរាប់ថាយើងស្មើគ្នាណាមានមិត្តភ័ក្តិបងប្អូនអីស្មើគ្នារួមជំនាន់ជាមួយគ្នាឬក៏ដាក់ប៊ីយ៉ាមកកំប៉ុងពីកំប៉ុងរៀងតឹងពោះបងអាចធ្វើចឹងបាទអញ្ចឹងអាចឈរចឹងអាចជជែកគ្នាបាទបែបជាគេហៅថាលក្ខណៈគេហៅថាម្ចាស់អាជីវកម្មអីពេលប្រជុំគេហៅថា business network អីអូខេយើងអាចអញ្ចឹងគឺស្រួលខ្លួន
ហើយជាទូទៅនៅពេលដែលបងប្អូនអង្គុយគឺប្រលេះលែវហើយតែបើសិនជាយើងថតណាយើងថតបែបមានជួបថ្នាក់ដឹកនាំជួបបងប្អូនហើយឬក៏មានអាយុច្រើនដោយក្តីគោរពបាទបងប្អូនបាទអាចអញ្ចឹងណាបាទអាចអញ្ចឹងហើយឬក៏អ្នកមានគូសង្សារស្នេហាអីក៏គេអាចចេះសូមឧទាហរណ៍តិចមើលនេះមើលបាទមកនេះមើលអាចណាអូខេអាចអញ្ចឹងទៅណាបាទណាបងប្អូនណាបាទអញ្ចឹងក្នុងការប្រើប្រាស់ប្រកាសណាពេលដែលបងប្អូនរើសបានជាមួយនឹងប្រភេទទំហំណាមួយដែលប្រើទៅឲ្យត្រូវដងខ្លួនណាបងប្អូនយើងអត់សម្គាល់ថាអូយខ្ញុំធំពេកខ្ញុំទូចពេកខ្ញុំខ្ពស់ពេកខ្ញុំស្គមពេកបែបណាក៏មានដែរសម្លៀកបំពាក់ដែលយើង design មកជាទូទៅគឺប្រើត្រូវគ្រប់វ័យបងប្អូនទាំងអស់គ្នាហើយពណ៌ទាំងអស់នេះបើសួរមកវិញថាមានបងប្អូនខ្លះគាត់ថាអូយអ្នកលក់អីធ្វើពណ៌ម្លឹងពណ៌ហោះម្លឹងមានគេប្រើដែរបាទមានណាកន្លងមកខាងសិល្បករហើយបើនិយាយពីពេលបច្ចុប្បន្ននេះការចំណូលចិត្តខុសគ្នាមានគ្រួសារខ្លះប្រកាសណាខាងនារីហ្នឹងគាត់មានរោពណ៌បែបអញ្ចឹងតោះបាទអញ្ចឹងហើយពេលហ្នឹងគឺគាត់អត់ខ្វល់ថាឈុតមួយនេះតើប្រើនៅពេលណាសំខាន់មួយថ្ងៃហ្នឹងគឺសំខាន់បំផុតគាត់ត្រូវតែប្រើឲ្យដូចសង្សារឬក៏ភរិយារបស់គាត់បាទអានេះគឺយើងធ្វើមកជា unit សម្រាប់គាត់តែម្ដងតែសម្រាប់បងអូនយកនេះមួយបាទសម្រាប់លោកអ៊ំលោកពូលោកប៉ាដែលប្រើទៅគេហៅថាដូចជាពណ៌នេះចឹងណាបងប្អូនទាំងអស់គ្នាគឺគេហៅថាប្រើអស់សក្តានុពលហ្មងប្រើអស់លុយតែហ្មងបងទិញមួយឈុតបាទបច្ចុប្បន្ននេះគឺខាងខ្ញុំដូចជាឈុតដែលខ្ញុំកាន់នៅដៃនេះណាបាទអានេះគឺយើងមានប្រភេទឡេវ2និងប្រភេទឡេវ1ហើយទីទៀតខ្ញុំនឹងជម្រាបជូនបងប្អូនថាហេតុផលអីត្រូវប្រើឡេវ2ហើយពេលណាដែលគួរតែប្រើជាមួយនឹងប្រភេទឡេវ1ហើយហេតុអីបានជាអាវធំនេះគេធ្វើមកជាមួយឆែក2ផងឆែក1ផងបងជួយរកឆែក1មួយបាទអូខេណាឥឡូវខ្ញុំពាក់នេះសិនបាទខ្ញុំពាក់នេះលើខ្លួនសិនណាម៉ូដទាំងអស់ដែលខ្ញុំបង្ហាញជូនបងប្អូនអតិថិជនអស់គ្នាគឺសិតតែមានជាមួយនឹងទំហំទូចធំជូនណាបាទអានេះត្រូវខ្លួនខ្ញុំណាបាទមិនមែនអ្នក live ប្រើទំហំអីក៏សមនោះទេបងប្អូនទាំងអស់គ្នាហើយអូខេខ្ញុំអាចជំរាបជូនបងប្អូនថាជាទំនុកចិត្តបាទបងប្អូនឆ្ងាយចិត្តខ្ញុំតែងតែមក live ជូនបងប្អូនទាំងអស់គ្នាដោយសារការរស់ស៊ីយើងទៀមទាដែរបាទទៀមទាជាមួយនឹងទំនុកចិត្តគឺសំខាន់ជាងអ្វីទាំងអស់តែម្ដងហើយឆ្លងបទពិសោធន៍យូរឆ្នាំបែបនេះខ្ញុំនឹងយកបទពិសោធន៍របស់ខ្ញុំនឹងមកចែកម្លែកជូនបងប្អូនទាំងអស់គ្នាបាទអ្នកថតកុំសូវថតដល់ជើងពេកថតត្រឹមនេះទៅព្រោះបងស្លៀកមកកណាត់เนาะបាទហើយឲ្យបងប្អូនទាំងអស់គ្នាផ្ដោតបានឃើញអំពីរាងអាវបាទបងប្អូនកលែកមកមើលផ្ទៃស្មាខាងលើបាទគឺថាមានភាពរាបស្មើតែម្ដងហើយប្រភេទឡេវ2នេះគឺអំណោយផលមែនតើនៅពេលដែលបងប្រុសលោកអ៊ំលោកពូលោកប៉ាបាទខ្ញុំអត់និយាយក្មួយឬក៏យុវវ័យនោះទេជាទូទៅស្ថិតនៅក្នុងវ័យកណ្ដាលទៅគឺយើងមានឯក្បាលពោះអញ្ចឹងដើម្បីឲ្យបិទពោះនេះមានភាពងាយស្រួលដូចជាខ្ញុំប្រើឡេវ1មិញគឺបិទចំកណ្ដាលពោះតែម្ដងអញ្ចឹងពេលដែលបងប្អូនប្រើឡេវ2ជាទូទៅគឺខ្ញុំឲ្យយោបល់ណាបងប្អូនទាំងអស់គ្នាបិទតែមួយនៅផ្នែកខាងលើមិនមែនបិទខាងក្រោមទេមានបងប្អូនភ្ញៀវខ្លះគាត់បិទខាងក្រោមចេះខុសហើយអានឹងខុសហើយបងប្អូនមើលនេះខុសណាបាទអញ្ចឹងគឺគួរតែបិទនៅផ្នែកខាងលើហើយចំហនៅផ្នែកខាងក្រោមបាទបិទខាងលើនេះគឺបិទចំទ្រូងយើងតែម្ដងបាទចុងដង្ហើមរបស់យើងហើយផ្នែកខាងក្រោមនេះបើសិនជាគាត់មានក្បាលពោះអីឥឡូវយើងមើលពីចំហៀងណាគឺអូខេតែម្ដងអានេះគឺ original មិនទាន់បានកាត់ឆែកទេពេលដែលកាត់ឆែកមកអាផ្ទៃកណាត់ហ្នឹងវានឹងខិតមកផ្នែកខាងមុខធ្វើឲ្យបងប្អូនទាំងអស់គ្នាគ្រប់អេយ៉ាបតអីគឺថាមានភាពប្រសើរឡើងងាយស្រួលឈោងដៃលុកមហូបជុលកែវអីគឺថាតាន់សភាពការបងប្អូនណាបាទចំពោះផ្នែកខាងក្នុងគឺដូចគ្នាមានហោប៉ៅសងខាងបាទហើយខាងក្រៅនេះសម្រាប់បងប្អូនកូនក្មួយអត់ពេញចិត្តទេនៅពេលដែលយើងបើកហោប៉ៅអាចតម្លាក់កម៉ប់នេះចូលទៅក្នុងបានខាងក្រោយរបស់យើងគឺឆែក2ប្រភេទនេះណាឥឡូវមើលពីក្រោយវិញណាមើលអាវណាក៏មើលពូណាក្មួយបាទនេះបាទឆែកសងខាងណាហើយទីទៀតខ្ញុំនឹងបង្ហាញអំពីប្រភេទអាវដែលឆែកតែចំកដាលមួយជូនបងប្អូនទាំងអស់គ្នាហើយមានបងប្អូនខ្លះទៀតគាត់កាត់ខ្សែស្រឡាយចិនបាទគាត់ថានេះអាពណ៌ខ្មៅនេះដាក់ពណ៌សបែបនេះហ្នឹងហើយគាត់អត់ចង់មានអាហ្នឹងកន្លែងនេះគឺអ្នកលក់ដកបានណាដកចេញក៏បានដាក់អញ្ចឹងក៏បានអានេះ style